បាទជំរាបសួរលោកគ្រូមនោរម្យថ្ងៃនេះខ្ញុំមានវីដេអូដែលធ្វើការ demo ពី e-commerce app មួយដែលខ្ញុំបាន build ពី Express.js ជាមួយនឹង PostgreSQL សម្រាប់ database ហើយនិង Flutter សម្រាប់ front end វាជា e-commerce app មួយដែលយើងអាចធ្វើការ shopping ធម្មតាសម្រាប់ new user ហើយសម្រាប់ admin គឺមានសិទ្ធិ update product delete ជាមួយនឹងការ add product ថ្មីតែសំខាន់គឺយើងចង់ផ្ដោតលើ user experience របស់ user ធម្មតាអូខេ ចឹងចាប់ផ្ដើមការបើក app ដំបូងគឺវាមាន login page បើយើងអត់ទាន់ register គឺយើងអាច click នៅខាងក្រោមនេះគឺវានឹងនាំយើងទៅកាន់ register page យើងអាច click មកហើយខ្ញុំចង់បង្កើត account ថ្មីឥឡូវខ្ញុំដាក់ឈ្មោះ username គឺ guest ហើយ email ដាក់ guest@gmail.com password ដាក់ guest 1 2 3ហើយចឹង registration យើងគឺ successful ហើយយើងនឹងសាក login តាមដើម្បីយើងបង្កើត main guest@gmail.com guest 1 2 3យើងធ្វើការ login យើងនឹងចូល page dashboard របស់យើងអូខេដែលវាមាន today revenue វាមាន total order ហើយវាមាន top product ហើយសំខាន់នេះគេនៅ quick action គឺមានប្រភេទ new sale edit product order history ហើយនិង total profit តែមានតែ3ហ្នឹងដែលដំណើរការគឺ new sale edit product ហើយនិង order history បើយើងជា user ធម្មតាគឺយើងអាច edit product បានទេគឺវា deny access យើងហើយយើងមើលទៅលើ app bar របស់យើងនៅខាងលើគឺវាមាន2 user icon ហើយនិង card icon យើង click ទៅ card icon គឺឥឡូវហ្នឹងវា empty វាអត់មានអីទេហើយសម្រាប់ user icon គឺយើង click ទៅវាមាន profile របស់យើងដែលយើងអាចឆែកមើល order របស់យើងបានក៏ដូចជាយើងអាចទៅ shopping បានអូខេឥឡូវខ្ញុំចង់បង្ហាញ page ដែលអឺ shopping page មុនគឺ all product page កន្លែងនេះគឺវាបង្ហាញ product របស់យើងដែលយើងមានក្នុង database របស់យើងគឺមានដូចជាស្បែកជើងកៅអៅហើយនិងខោអូខេពេលយើង click ទៅលើពេលយើង click ពីលើអឺ product នីមួយៗវានឹង show ទៅកាន់ product detail page ដែលមានដូចជាឈ្មោះ category price ហើយនិង description ដែលយើងបានឃើញឈ្មោះ category price description ហើយយើងអាច add to cart តាម page ហ្នឹងក៏បានដែរអូខេឥឡូវខ្ញុំចង់ add ដូចស្បែកជើង2ខ្ញុំ add ទៅ2ហើយ and then យើងបានឥឡូវខ្ញុំចង់ថែមខាវមួយទៀតចុះខ្ញុំ add ទៅខាងមួយទៀតអូខេបើយើងអាច refresh page បានយើងនឹងឃើញថា cart យើងបាន update ហើយយើងមាន total order ចំនួន2អូខេខ្ញុំអាចធ្វើការ check out ខ្ញុំ click ទៅកាន់ពាក្យថា check out ឬក៏ខ្ញុំចង់ថែមឥឡូវខ្ញុំចង់ថែមខាវមួយទៀតចុះ price ឡើង400អូខេខ្ញុំ check out នេះគឺ processing final check out មុននឹងយើង process order ហ្នឹងអូខេយើង click place order វានឹងធ្វើការ place order ហើយការអ្វីដែលយើងបានទិញគឺនៅក្នុង order history របស់យើងយើង click ទៅកាន់ order history ឬក៏ដូចខ្ញុំប្រាប់យើងអាចចូលក្នុង user icon click my order ក៏បានយើងចូលមើល order របស់យើងមានអីគេ Adidas 2ហើយនិង Aloba Pants គឺមាន2ដូចគ្នាអូខេចឹងនេះគឺជាសម្រាប់user experience ធម្មតាគឺយើងគ្រាន់តែអាច shopping បានយើងអាចឆែកមើល product detail យើងអាច add to cart មាន cart សម្រាប់មើលវាប៉ុណ្្នឹងឯងហើយបន្ទាប់មកខ្ញុំចង់នាំទៅមើល admin វិញម្ដងពេលដែលយើង log out យើងអាច log in ជា admin តែនេះយើងសម្រាប់ admin គឺមានតែក្នុង database តែមួយទេយើងអត់អាច sign up ជា admin បានទេទោះបីជាយើងដាក់ឈ្មោះ admin ឬក៏ password ដាក់ admin gmail.com ក៏វាអត់បានដែរដោយសារ admin គឺយើង configure តាម database អូខេចឹង admin 1 2 3គឺខ្ញុំ log in មកហើយខ្ញុំចង់ edit product នេះ product របស់យើងមានសិទ្ធិទៅ add អូខេឥឡូវខ្ញុំសាក add product ថ្មីគឺឈ្មោះខ្ញុំចង់ add ខោកបយមួយចុះអឺខោថ្មីចុះខ្ញុំដាក់ new pants price គឺយើងឲ្យ30ចុះ stock យើងមាន10 comfortable nice image គឺយើងអាចទៅរកនៅក្នុងអឺ browser បានគឺ pants ខ្ញុំសេចចឹងសោះខ្ញុំសេចរក pants ថ្មីមួយដែលខ្ញុំចង់បានខ្ញុំយករូបនេះចុះ LBB pants អូខេខ្ញុំ copy មក
ខ្ញុំ add ទៅកាន់ image URL save យើងឃើញ new page យើងគឺបាន update ហើយយើងឆែកទៅក្នុង product page របស់យើងនៅឃើញ new page ដែលយើងអាច category គឺវាចេញអញ្ចឹងដោយសារយើងត្រូវការ update ក្នុង database យើងអាចកំណត់បានទេអូខេហើយខ្ញុំអាចធ្វើការ update វាតែខ្ញុំចង់ដូរឈ្មោះដាក់ clean pants clean jeans អញ្ចឹងទៅគឺវាបាន update ហើយយើងឆែកមើល page product ម្ដងទៀតនេះ clean jeans អូខេយើង click មើល detail វាបានហើយក៏យើងអាច delete វាបានដូចគ្នាបាទលោកគ្រូមានតែប៉ុណ្ណឹងលោកគ្រូអរគុណច្រើន